សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំណែនាំបងប្អូនទាំងអស់គ្នាឲ្យស្គាល់ពីរបៀប download នៃវីដេអូចេញពី YouTube ហើយនឹង MP3 ចេញពី YouTube ដែលមានលក្ខណៈងាយស្រួលហើយមានល្បឿនលឿនក្នុងការ download ដែលមិនចំណាយរយៈពេលយូរឧទាហរណ៍គឺខ្ញុំលើកយកបទចម្រៀងមួយដែលខ្ញុំចង់ download វាជាថាពាក្យថាលើពី fan បានអត់របស់លោកខាត់នេះគឺជាកម្មវិធីវីដេអូ download និង MP3 ដែលខ្ញុំបានបង្រួចរាល់ហើយនេះយើងអាចចុចលើតំបន់កន្លែងនេះយើងអាចជ្រើសរើសលក្ខណៈរបស់វាในការ download ជា MP3 ឬជាលក្ខណៈ MP4 ហើយនេះខ្ញុំលក្ខណៈជា MP4 នេះបាទគឺជាលក្ខណៈ download គឺ download ឲ្យលឿនបំផុតដែលមិនចាំបាច់រយៈពេលយូរនេះខ្ញុំបើកទៅមើលកន្លែង folder ហើយខ្ញុំ download ដល់ play បាទនេះគឺជាវីដេអូដែលខ្ញុំ download យ៉ាងមិញគឺមិនដល់1 2 5 3នាទី2នាទីផងគឺវា download បាទទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងមករៀនបងប្អូនពីរបៀប install វាឡើងតែម្ដងបាទដូច្នេះយើងចូលទៅក្នុង Google យើងសេថាពាក្យថា search from.net helper ហើយយើង search វាមកនោះពេលយើងឃើញបាទសំទោសផងហើយនេះយើងឃើញពាក្យថា search from.net helper extension opera add-on គឺកម្មវិធីហ្នឹងគឺវាអាច install ឡើងបាននៅលើកម្មវិធី Opera Internet Opera ហើយយើងចាប់ដើម add-on វាមកដោយសារតែខ្ញុំ install វាហើយដូច្នេះវាមកយើងឲ្យ download มัน install បានទេដូច្នេះខ្ញុំបានតម្លើងវារួចមកហើយនេះគូសញ្ញាគ្រីសនេះអញ្ចឹងខ្ញុំត្រូវលុបចោលវាវិញដើម្បីពីរបៀបតម្លើងឲ្យបងប្អូនមើលនេះខ្ញុំសេតចោលមកបាទនេះគឺ self from opera ខ្ញុំតម្លើងម្ដងទៀតតែខ្ញុំលុបចោលទៅវាលោតឡើងឲ្យម្ដងទៀតដែលមានឈ្មោះថាពី add to opera ដូច្នេះខ្ញុំคลิกវាមកបាទនេះគឺជាតម្លើងដល់ជោគជ័យគឺវាលោតអូតូតែម្ដងដូច្នេះយើងសាកបិទវាហើយយើងបើកវាម្ដងទៀតយើងចូល YouTube ពេលនោះយើងនឹងឃើញវានេះហើយគឺជាកម្មវិធី Search from.net helper ដែលមានលក្ខណៈ download ងាយស្រួលនិងមានល្បឿនលឿនបាទសូមអរគុណក្នុងការទស្សនានៅវីដេអូនេះបាទជួបគ្នានៅពេលក្រោយសូមអរគុណ